មានម្ហូប4មុខឆ្នៃចេញពីផ្លែល្ពៅចែកជូនបងប្អូនទាំងអស់គ្នាមួយវីដេអូនេះគឺមានម្ហូប4មុខទី1នោះគឺស៊ុបល្ពៅបែបកូនកាត់ល្ពៅបំពងឆាល្ពៅហើយនិងសម្លប្រហើរល្ពៅដោយសារតាតម្លៃល្ពៅនៅលើទីផ្សារគឺថាអត់ថ្លៃទេធូរថ្លៃមែនតែនហើយសម្បូរទៀតបងប្អូនទៅខាងណាក៏ងាយស្រួលរកទិញដែរអញ្ចឹងខ្ញុំក៏នាំជូនវីដេអូចែកជាគំនិតដល់បងប្អូនទាំងអស់គ្នាជួនកាលយើងទាល់ណាបងប្អូនយើងអត់ដឹងធ្វើម្ហូបអីទេអត់ដឹងច្នៃធ្វើម្ហូបអីឆ្ងាញ់ទេហើយដូចជាល្ពៅនេះអញ្ចឹងខ្ញុំទិញពីផ្សារទំនើបមួយនៅខាងពេញនេះមួយផ្លែធំហ្នឹង1តែ500រៀលទេអញ្ចឹងល្ពៅហ្នឹងយើងយកមកយើងចិត្តសបកវាយើងយកគ្រាប់វាចេញឲ្យស្អាតអញ្ចឹងណាបងប្អូនហើយយើងចិត្តសបកវានេះខ្ញុំប្រើក្បិតមុខពីខ្ញុំនេះមុតល្អអញ្ចឹងស្រួលចិត្តមែនល្ពៅមកផ្លែធំហ្នឹងបងប្អូនគឺខ្ញុំយកវាទាំងអស់ហ្នឹងយកមកធ្វើម្ហូប4មុខហ្នឹងក្នុងថ្ងៃតែមួយទេហើយល្ពៅមួយហ្នឹងខ្ញុំញ៉ាំឡើង2ថ្ងៃសមាជិកនៅក្នុងផ្ទះហ្នឹង5នាក់ញ៉ាំឡើង2ថ្ងៃបាទសមាជិកនៅក្នុងផ្ទះហ្នឹងគឺក្មេង2នាក់និងមនុស្សចាស់3ម្ហូបទី1ដែលយកមកចែករំលែកបងប្អូនទាំងអស់គ្នាហ្នឹងគឺថាស៊ុបល្ពៅហ្នឹងគឺជាម្ហូបបែបអឺរ៉ុបបងប្អូនហើយដោយសារតាអត់មានគ្រឿងក្រៅគ្រប់គ្រាន់ខ្ញុំប្រើគ្រឿងក្រៅដែលយើងមាននៅផ្ទះយើងនេះអញ្ចឹងក៏ខ្ញុំហៅថាម្ហូបហ្នឹងស៊ុបល្ពៅបែបកូនកាត់ទៅគ្រឿងផ្សំវាហ្នឹងក៏មានតែប្រហែលមុខទេបងប្អូនគឺមានខ្ទឹមបារាំងការ៉ុតខ្ទឹមសគល់ខ្ទឹមសយើងអញ្ចឹងណាហើយនឹងទឹកស៊ុបឆ្អឹងដើម្បីបង្កើនរសជាតិជាដំបូងហ្នឹងយើងចាក់ប្រេងអូលីវឲ្យក្តៅទៅហើយយើងឆាខ្ទឹមប្រាំងយើងឲ្យឡើងឈ្ងុយណាបងប្អូនហើយខ្ញុំបន្ថែមគល់ខ្ទឹមហើយនឹងបន្ថែមការ៉ុតឆាវាឲ្យស្ងួតទឹកបន្តិចមកបន្ទាប់មកខ្ញុំក៏ចាក់ល្ពៅដែលយើងចិតរួចហ្នឹងចូលហើយយើងឆាវាបន្ថែមទៀតឲ្យវាស្ងួតទឹកអញ្ចឹងណាបងប្អូនហើយខ្ញុំក៏បន្ថែមទឹកស៊ុបខ្ញុំបន្ថែមទឹកស៊ុបខ្ញុំនឹងមកល្មមលិចបន្លែហ្នឹងគឺវាចិត្ត1លីត្រហើយស៊ុបហ្នឹងគឺខ្ញុំងាស់ឆ្អឹងគោទុកចោលក្នុងទូទឹកកកអញ្ចឹងណាបងប្អូនទុកបន្ថែមទុកធ្វើស៊ុបអីអញ្ចឹងធ្វើស្លអីអញ្ចឹងបង្កើនរសជាតិវាឲ្យកាន់តែឆ្ងាញ់ហើយយើងដាក់ស្ងោរវារហូតដល់ល្ពៅហ្នឹងឡើងថុយអញ្ចឹងបងប្អូនបន្ទាប់មកយើងបន្ថែមរសជាតិខ្ញុំថែមម្រេចហើយនឹងថែមអំបិលចូលហើយខ្ញុំក៏ដាក់កិនវាមុននឹងកិនហ្នឹងយើងដាក់វាឲ្យត្រជាក់បន្តិចសិនណាបងប្អូនកុំកិនវាពេលក្តៅអញ្ចឹងកិនវារហូតដល់ម៉ត់ឈឹងអញ្ចឹងហើយបងប្អូនអញ្ចឹងស្រួលញ៉ាំណាហើយពេលយើងញ៉ាំយើងអាចបន្ថែមគ្រីមមានគ្រីមដាក់ក៏បានហើយនេះខ្ញុំអត់មានគ្រីមទេខ្ញុំបន្ថែមខ្ទិះដូងក្បាលខ្ទិះដាក់បន្តិចលើហ្នឹងទៅមិនបាច់ច្រើនពេកទេតែប៉ុណ្្នឹងឯងរួចរាល់ហើយបន្ទាប់មកចូលដល់ម្ហូបទី2ល្ពៅបំពងល្ពៅហ្នឹងខ្ញុំបានចាត់ជាដុំទៅវែងអញ្ចឹងណាបងប្អូនហើយខ្ញុំយកវាទៅហាលថ្ងៃខ្ញុំហាលថ្ងៃអត់បានយូរទេបានតែ1ម៉ោងទេបើសិនជាបងប្អូនមានពេលបងប្អូនហាលថ្ងៃឲ្យយូរជាងនឹងទៀតក៏បានដែរហើយបន្ទាប់មកហ្នឹងខ្ញុំក៏យកវាទៅប្រឡាក់ជាមួយម្សៅបំពងហើយយកវាមកជ្រលក់នឹងពងទានោះហើយក៏ដាក់វាបំពងទៅងាយបងប្អូនអត់ពិបាកទេហើយពេលបំពងហ្នឹងខ្ញុំក៏បានសាកបំពងល្ពៅទទេអញ្ចឹងណាបងប្អូនអត់មានប្រឡាក់ម្សៅអត់មានប្រឡាក់គ្រឿងក្រៅអីទេសាកបំពងវាសាកមើលវាមិនដែរវាឡើងស្រួយឆ្ងាញ់ដូចយើងបំពងដំឡូងប្រាំងអត់ពេលយើងដាក់ចូលក្នុងខ្លាញ់បំពងហ្នឹងក៏អត់យូរទេបងប្អូនតែមួយផ្លែទេគឺយើងអាចស្រង់ចេញបានហើយចំពោះល្ពៅដែលយើងអត់បានបំពងម្សៅនោះឃើញថាញ៉ាំទៅរាងទន់អត់ស្រួយទេបងប្អូនប្រហែលជាអត់បានហាលថ្ងៃយូរបើសិនជាបងប្អូនចង់សាកល្បងបងប្អូនត្រូវហាលថ្ងៃឲ្យយូរជាងនឹងប្រហែលជាវាស្រួយជាងនឹងឆ្ងាញ់ជាងនឹងអញ្ចឹងណាបងប្អូនពីមុខហ្នឹងគឺបំពងម្សៅនោះឆ្ងាញ់ជាងអាមានម្សៅវាឆ្ងាញ់ជាងអត់មានម្សៅហើយយើងជ្រលក់ទឹកម្ទេសហិលជូរអញ្ចឹងតិចមកមានអីបងប្អូនឆ្ងាញ់អាចសាកល្បងមើលបានចូលដល់ម្ហូបទី3គឺថាឆាល្ពៅចូលដល់ម្ហូបមួយមុខនេះប្រហែលជាបងប្អូនស្ត្រីមេផ្ទះយើងគាត់ចេះធ្វើច្រើនគ្នាហើយតែខ្ញុំគ្រាន់ថាចង់បញ្ជាក់បន្ថែមតិចអញ្ចឹងណាបងប្អូនគឺថាយើងដាក់បន្ថែមកាកខ្លាញ់ចូលណាបងប្អូនគឺនៅក្នុងហ្នឹងលើករសជាតិម្ហូបហ្នឹងឲ្យកាន់តែឆ្ងាញ់មកកម្រិតទៀត
ចំពោះល្ពៅបងប្អូនហាន់វាឲ្យកាន់តែតូចៗហ្នឹងគឺកាន់តែល្អឆាឆាប់ឆ្អិនផុយបានញ៉ាំឆាល្ពៅហ្នឹងឆាជាមួយសាច់ជ្រូកឆ្ងាញ់ជាងគេបងប្អូនហើយសាច់ជ្រូកហ្នឹងទិញយកឲ្យជាប់ខ្លាញ់មកហើយយកអាខ្លាញ់ហ្នឹងយើងយកវាទៅចំហៀវទៅហើយចំពោះសាច់ជ្រូកវិញបងប្អូនកុំហាន់វាធំពេកហើយក៏កុំហាន់វាតូចពេកយើងហាន់វាមកល្មមអញ្ចឹងពេលឆ្អិនយើងដួសវាមកស្លាបព្រាហ្នឹងមកវាមានគ្រប់មុខវាបានទាំងល្ពៅបានទាំងសាច់បានទាំងកាកខ្លាញ់អញ្ចឹងយើងញ៉ាំវាតែមួយម៉ាត់អញ្ចឹងទៅវាមានគ្រប់រសជាតិហើយធ្វើឲ្យយើងចង់ញ៉ាំមួយម៉ាត់ហើយមួយម៉ាត់ទៀតខ្លាញ់ជ្រូកនឹងយើងដាក់អំពងអញ្ចឹងណាបងប្អូនហើយពេលអំពងនឹងវាបានខ្លាញ់មកច្រើនអញ្ចឹងខ្ញុំដួសខ្លាញ់នឹងចេញខ្លះតែកាកវាខ្ញុំអត់ដួសទេបន្ទាប់មកខ្ញុំដាក់ខ្ទឹមអំពងឲ្យឈ្ងុយអញ្ចឹងទៅណាបងប្អូនហើយយើងក៏ដាក់សាច់ជ្រូកយើងចូលឆាត្រឡប់អញ្ចឹងទៅខ្ញុំក៏បានបន្ថែមទឹកត្រីហើយនិងម្រេចបងប្អូនចូលចិត្តប្រេងខ្យងម្សៅស៊ុបអីក៏អាចដាក់បន្ថែមទៀតបានដែរហើយយើងឆាវាចូលជាតិអញ្ចឹងទៅបន្ទាប់មកយើងក៏ដាក់ល្ពៅយើងទៅហើយឆាវាឲ្យស្ងួតខ្ទះបន្តិចទៅយើងក៏ថែមទឹកបន្តិចណាបងប្អូនថែមបន្តិចដើម្បីយើងរំងាស់ល្ពៅយើងឲ្យផុយឲ្យឆ្អិនអញ្ចឹងណាតែប៉ុណ្្នឹងទេបងប្អូនរួចរាល់ហើយលក្ខណៈពិសេសបងឆាល្ពៅនេះគឺត្រង់តកាក់ខ្លាញ់នឹងឯងកុំភ្លេចសាកល្បងមើលបងប្អូនហើយខមមិនប្រាប់វិញផងតើបងប្អូនចូលចិត្តរសជាតិមានកាកខ្លាញ់នឹងអត់ហើយបើមានស្លឹកខ្ទឹមបងប្អូនកុំភ្លេចបន្ថែមស្លឹកខ្ទឹមនឹងផងបើអត់នឹងក៏មិនអីដែរតែថ្ងៃនេះខ្ញុំមានអញ្ចឹងខ្ញុំក៏បន្ថែមវាចូលក្នុងឆានឹងតិចទៅរោយវាពីលើថែមយកសម្រស់ទៀតអញ្ចឹងណាបងប្អូនតែប៉ុណ្្នឹងទេរួចរាល់ហើយចូលដល់មុខម្ហូបទី4ដែលជាមុខម្ហូបចុងក្រោយរបស់យើងថ្ងៃនេះគឺថាសម្លប្រហើរល្ពៅសម្លប្រហើរល្ពៅនេះប្លែកពីសម្លប្រហើរផ្សេងទៀតត្រង់ថាមានបងជីនាងវងពេលយើងញ៉ាំអញ្ចឹងទៅវាធំក្លិនឈ្ងុយជីនាងវងនឹងអញ្ចឹងណាអានេះស្លឹកគ្រៃបងប្អូនយើងហាន់វាឲ្យល្អិតដើម្បីយកទៅកិនឬក៏បុកដាក់ចូលក្នុងទឹកសម្លយើងអញ្ចឹងណាបងប្អូនបង្កើនរសជាតិសម្លប្រហើរនឹងយើងនឹងឲ្យកាន់តែឈ្ងុយឆ្ងាញ់ថែមហើយពេលយើងកិនស្លឹកគ្រៃនឹងក៏កុំភ្លេចថែមខ្ទឹមថែមខ្ជាយចូលក្នុងគ្រឿងកិនរបស់យើងហ្នឹងណាបងប្អូនខ្ជាយនឹងធ្វើឲ្យសម្លប្រហើររបស់យើងនឹងកាន់តែមានក្លិនប្រហើរឈ្ងុយខ្ជាយនឹងថែមមកកម្រិតទៀតចំណែកល្មៀតនឹងអត់ទាន់ដាក់ឯងបងប្អូនខ្ញុំមានជាម្សៅល្មៀតអត់ចង់ដាក់ក្នុងកែវនឹងកិនមួយគ្នាទៅវាមានស្នាមប្រឡាក់ជាប់ក្បិតជាប់កែវនឹងពិបាកដោះលាងអញ្ចឹងចាំដាក់ក្រោយគេស្លឹកគ្រៃនឹងខ្ញុំកិនណាបងប្អូនខ្ញុំបន្ថែមទឹកបន្តិចហើយខ្ញុំកិនខ្ញុំអត់បុកទេព្រោះកិនវាលឿនជាងហើយបានម៉ត់ល្អជាងសម្លប្រហើរហ្នឹងគឺធ្វើដូចតែគ្នាទេបងប្អូនយើងដាំទឹកឲ្យពុះយើងដាក់ប្រហុកយើងចូលហើយយើងដាក់ត្រីខ្ញុំដាក់ត្រីរស់នេះមួយក្បាលនេះចូលហើយទុកវាឲ្យពុះសិនមកខ្ញុំក៏បន្ថែមសាច់ជ្រូកកញ្ច្រាំចូលទៀតណាបើបងប្អូនអត់ចូលចិត្តសាច់ជ្រូកហ្នឹងទេបងប្អូនដាក់ត្រីហ្នឹងក៏បានដែរតែអ្នកតែខ្ញុំចូលចិត្តញ៉ាំសាច់ខ្ញុំក៏បន្ថែមសាច់ជ្រូកហ្នឹងថែមចូលទៀតអញ្ចឹងទៅហើយចំពោះល្ពៅបងប្អូនកាត់ដុំប៉ុណ្ណឹងទៅពេលសាច់យើងត្រីយើងចិត្តឆ្អិនណាយើងដាក់ចូលណាហើយខ្ញុំក៏បន្ថែមទឹកត្រីបន្តិចហើយយើងទុកវាឲ្យវាពុះល្អអញ្ចឹងមកណាបងប្អូនហើយយើងក៏បន្ថែមស្លឹកគ្រៃកិនរបស់យើងអស់ចូលនោះទៅហើយយើងកូរច្បល់វាអញ្ចឹងឲ្យវាឆ្អិនឲ្យសព្វសិនអញ្ចឹងទៅហើយខ្ញុំក៏ដាក់បន្លែខៀវនោះបងប្អូនមានបងប្អូនដាក់បើអត់មាននេះមិនបាច់ដាក់ក៏បានដែរប្រហើរល្ពៅដែលយាយខ្ញុំគាត់ធ្វើហើយនឹងម្ដាយខ្ញុំគាត់ធ្វើគាត់ដាក់បន្លែខៀវនឹងទេគាត់ដាក់តែល្ពៅហើយនឹងបងជីម្ងនឹងយកហ្មងតែខ្ញុំចង់ញ៉ាំបន្លែខៀវខ្ញុំគាត់ដាក់បន្ថែមទៀតពីលើអញ្ចឹងទៅនេះរួចរាល់ហើយបងប្អូន4មុខដែលធ្វើពីល្ពៅខ្មែរយើង